ខ្ញុំប្រកាសណាសូមថ្វាយបង្គំព្រះសង្ឃសូមជម្រាបសួរបងប្អូនជនរួមជាតិជាទីនឹករលឹកទោះជាខ្ញុំនៅទីណាទោះជាខ្ញុំស្ថិតនៅឆ្ងាយពីបងប្អូនយ៉ាងណាតែចិត្តខ្ញុំនៅចិត្តបងប្អូននៅជាប់ជាមួយបងប្អូនជនរួមជាតិជានិច្ចខ្ញុំនឹកមកបងប្អូនក្រៃលែងនឹកមករាល់ថ្ងៃនឹកមកប្រទេសជាតិរបស់យើងទាំងអស់គ្នាខ្ញុំនឹងខិតខំរកមធ្យោបាយដើម្បីនាំមកនៅការផ្លាស់ប្ដូរដោយបងប្អូនជនរួមជាតិចង់បានផ្លាស់ប្ដូរឲ្យមានអ្នកដឹកនាំថ្មីរដ្ឋាភិបាលថ្មីដែលចេះការពារប្រជារាស្ត្រខ្មែរជាពិសេសប្រជារាស្ត្រក្រីក្រប្រជារាស្ត្រទុនខ្សោយហើយដែលចេះការពារទឹកដីយើងកុំឲ្យបាត់បង់ដោយសពថ្ងៃទៀតចេះការពារទ្រព្យសម្បត្តិជាតិព្រៃឈើព្រៃភ្នំបឹងបួស្ទឹងទន្លេរ៉ែទ្រព្យសម្បត្តិធម្មជាតិនិងទ្រព្យសម្បត្តិវប្បធម៌ជាច្រើនទៀតដូច្នេះសូមបងប្អូនជឿជាក់ចោះខ្ញុំសំរងស៊ីក្នុងឋានៈជាប្រធានគណៈបកសង្គ្រោះជាតិខ្ញុំនឹងបដិញ្ញាថានឹងនាំមកលទ្ធិប្រជាធិបតេយ្យជូនប្រទេសកម្ពុជាឲ្យទាល់តែបានយើងនឹងសង្គ្រោះជាតិយើងទាំងអស់គ្នាឲ្យទាល់តែបានក្នុងពេលឆាប់ៗខាងមុខនេះសូមអរព្រគុណសូមអរគុណ